ចឹងសម្រាប់ការ book page ចេញពីខាងក្នុងបងប្អូនត្រូវចូលមកក្នុង Ad Manager នេះបងប្អូនចុចលើវាមកអូខេចឹងបងប្អូនមកដល់ campaign ថ្មីមួយសម្រាប់បងប្អូនដែលអត់ទាន់ធ្លាប់ book វានឹងចេញទម្រង់បែបនេះណាចឹងបងប្អូនត្រូវភ្ជាប់ការភ្ជាប់អីហើយទៅដើម្បី book បានតែដោយសារខ្ញុំមាន ad account បានរៀបចំរួចរាល់ហើយអញ្ចឹងខ្ញុំជ្រើសរើស ad ដែលខ្ញុំត្រូវ book អូខេចឹងចូលមកដល់កន្លែងនេះគឺជាកន្លែងដែលខ្ញុំត្រូវបង្កើត campaign ថ្មីទាក់ទងជាមួយនឹងការ book page របស់យើងពីខាងក្នុងអូខេចំណុចបន្ទាប់បងប្អូនត្រូវចូលមកលើពាក្យថា create នេះពាក្យថា create ដល់នេះបងប្អូនយកពាក្យថា engagement ចឹងសម្រាប់ engagement នេះគឺវា respond ទៅលើ message ច្រើនចឹងសម្រាប់អ្នកដែល book ចង់បាន message ឆាតចូល page ច្រើនបងប្អូនយកកន្លែងហ្នឹងវាមាន option ផ្សេងទៀតប៉ុន្តែវាអត់ត្រូវជាមួយអាជីវកម្មរបស់បងប្អូនអញ្ចឹងកុំយកវាណាអញ្ចឹងសម្រាប់អ្នកដែលគាត់លក់ដូរ online ភាគច្រើនគឺគាត់យកហ្នឹងអញ្ចឹងខ្ញុំក៏ recommend ឲ្យបងប្អូនយកមួយហ្នឹងដែរបន្តមកទៀតបងប្អូនយកពាក្យថា continue កន្លែងនេះបងប្អូនយកពាក្យថា menu engagement campaign មកបន្តមកទៀតបងប្អូនយកពាក្យថា continue ចូលដល់ត្រង់ចំណុចនេះបងប្អូនមើលខាងលើគេដាក់ថាអីគេខាងនេះ campaign កន្លែងនេះគឺជា ad set កន្លែងនេះគឺជា ad កន្លែងនេះវាចេញអក្សរតែពិតពាក្យ campaign នេះដោយសារអីដោយសារខ្ញុំ rename កន្លែងនេះអញ្ចឹងឈ្មោះ campaign របស់យើងខ្ញុំដាក់ book page ណាហើយបន្តមកទៀតបងប្អូនអូសចូលមកខាងក្រោមមកបងប្អូនកន្លែងនេះបងប្អូនយកពាក្យថា daily អញ្ចឹងមកណាជាទូទៅ Facebook វា recommend ឲ្យយើងចាយលុយចាប់ពី$11ឡើងប៉ុន្តែខ្ញុំអត់ចង់ចាយ$11ទេណាខ្ញុំចង់ដាក់ក្រុមហ្នឹងខ្ញុំដាក់មួយថ្ងៃតែ$5ទេឧទាហរណ៍តែអាជីវកម្មបងប្អូនដែលអាចថាចាយលុយច្រើនបងប្អូនដាក់ច្រើនទៅមួយថ្ងៃមួយថ្ងៃ$20ឬក៏$30តាមនឹងចឹងទៅបន្តមកទៀតបងប្អូនអូសចូលខាងក្រៅមកហើយយកពាក្យថា next ណាកន្លែងនេះក៏ដូចគ្នាដែរបងប្អូនសរសេរឈ្មោះមក ad set របស់យើងហ្នឹងយើងដាក់ឈ្មោះអីណាដើម្បីងាយស្រួលចំណាំហើយបន្តមកទៀតបងប្អូនអូសវាចុះមកក្រោមទៀតកន្លែង schedule នេះបងប្អូន select លើ end date នេះមកវាមាន start date វាមាន end date អញ្ចឹងបងប្អូន select យក end date នេះមកអញ្ចឹងអូម៉ាថាយើងដាក់run ad នេះតែ5ថ្ងៃទេអញ្ចឹងយើង start មកយើងរាប់មក1 2 3 4 5ណាយើងដាក់តែ5ថ្ងៃទេអញ្ចឹងមួយថ្ងៃ5រៀលអានេះបងប្អូនដាក់ដល់មួយខែ2ខែក៏បានដែរអត់មានអីជាបញ្ហាទេតែអានេះខ្ញុំគ្រាន់តែឧទាហរណ៍ខ្ញុំដាក់តែ5ថ្ងៃហើយបន្តមកទៀតបងប្អូនយកពាក្យថា next មកកន្លែងនេះបងប្អូន rename ដាក់ដូចគ្នាដែរមកណាដាក់ book page ដូចគ្នាឬក៏អត់ដាក់ក៏បានដែរកន្លែងនេះណាឥឡូវយើងដាក់ដែរយើងចូលទៅដាក់ដែរយើង copy នេះមកយើងដាក់ថាbook page ដែរមកយើង rename វាអញ្ចឹងមកអូខេហើយបន្តមកទៀតបងប្អូនអូសចុះមកខាងក្រោមកន្លែងនេះaccount អ្នកខ្លះគាត់អត់មកជាប់ពាក្យ existing post ទេវាជាប់ពាក្យ create ad ចេះអញ្ចឹងកន្លែងហ្នឹងបងប្អូនចុចលើវាមកណាកន្លែង ad set ហ្នឹងនេះកន្លែង ad set ហ្នឹងបងប្អូន select លើវាហើយយើងយកពាក្យថា use existing post នេះដោយសារតែយើងចង់ទៅយក post ដែលយើងបាន post ក្នុង page រួចរាល់ហើយសម្រាប់ page បងប្អូនអត់ទាន់ post ណា post ជា public អត់ទាន់មាន post នេះមកទេអញ្ចឹងដល់ត្រង់ចំណុចនេះបងប្អូនជ្រើសរើសពាក្យថា select post បន្តមកទៀតបងប្អូនមើលកន្លែងនេះបងប្អូនយក post public នេះមកណា public post នេះមកខ្ញុំយក all យើងយក public post នេះមកស្រួលអញ្ចឹងកន្លែងនេះគឺគេអាចឲ្យយើង select ដល់បាន5ណាអញ្ចឹងយើងយកពី1ដល់5យើងដាក់5ក៏បានយើងដាក់តែ1ក៏បានអញ្ចឹងឧបមាថាខ្ញុំយក5អញ្ចឹងខ្ញុំឲ្យមក campaign ហ្នឹងវា run ទៅលើណា5 ad ណា5 post ហ្នឹងគឺ5 ad ដែរបន្តមកទៀតបងប្អូនចុចពាក្យថា continue មកដល់កន្លែងនេះតើតើជាមួយនឹងការ message នេះបងប្អូនដូចទៅនឹង boot post ខាងក្រៅដែរណា boot post ទៅលើ page ធម្មតាដូចគ្នាដែរអញ្ចឹងខ្ញុំអត់បង្ហាញទៀតទេបងប្អូនអត់មានអីទៀតទេអត់មានអីត្រូវកំណត់ទៀតទេបងប្អូនយកពាក្យថា public យកតែម្ដងអញ្ចឹងយើងចុច public ជាការស្រេចអញ្ចឹងសម្រាប់វីដេអូ book ចេញពីក្នុងណា book តាមរយៈ Ad Manager នេះគឺមានតែប៉ុណ្ណឹងណា